មីស៊ីលបាឡីស្ទិករបស់អ៊ីរ៉ង់កម្រិត ICBM សម្ដៅបាញ់មូលដ្ឋានទ័ពអាមេរិកនិងអង់គ្លេសនៅតំបន់កោះមួយនៃកណ្ដាលសមុទ្រឥណ្ឌាហោះដាច់ខ្យល់ខ្លួនឯងខណៈមួយគ្រាប់ទៀតត្រូវបានរងការវាយប្រហារយោងតាមការចុះផ្សាយដោយទស្សនាវដ្តីដ៏ល្បីមួយដោយបានចុះផ្សាយកាលពីថ្ងៃទី21មីនាដោយស្រង់សម្ដីពួកមន្ត្រីយោធាសហរដ្ឋអាមេរិកបានឲ្យដឹងថាអ៊ីរ៉ង់បានបាញ់មីស៊ីលបាឡីស្ទិកដែលអាចមានកម្រិតប្រភេទកូនកាត់ ICBM វាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនិងអង់គ្លេសនៅកោះ Diego Garcia នៅកណ្ដាលសមុទ្រនៃប្រទេសឥណ្ឌាមូលដ្ឋាននេះត្រូវបានប្រើរួមគ្នាដោយកងទ័ពសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសតែមីស៊ីលនេះត្រូវបានរាយការណ៍មកថាវាមិនបានរត់ដល់គោលដៅរបស់វានោះទេយោងតាមប្រភពដដែលនេះមីស៊ីលមួយគ្រាប់វាបានហោះដោយដាច់ខ្យល់ខ្លួនឯងគឺវាមិនដល់គោលដៅនោះទេមានន័យថាវាធ្លាក់ដោយឯកឯងហើយមីស៊ីលមួយគ្រាប់ទៀតជាមីស៊ីលទី2ត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធខែលការពារដែនអាកាសរបស់កងនាវាចម្បាំងសហរដ្ឋអាមេរិក SM-3 នេះជាការកត់សម្គាល់លើកដំបូងហើយដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបើកការវាយប្រហារដោយប្រើប្រាស់មីស៊ីលកម្រិត ICBM តែរយៈចម្ងាយមធ្យមដែលជាការបង្ហាញថាអ៊ីរ៉ង់មានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់មីស៊ីលបាញ់ទៅលើគោលដៅនៃផលប្រយោជន៍របស់អាមេរិកនិងបានហួសតំបន់មជ្ឈិមបូព៌ាទៀតផងវាធ្លាយធ្លាក់ដល់ទៅតំបន់នៃមហាសមុទ្រឥណ្ឌាការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ពីរគ្រាប់នេះអ៊ីរ៉ង់ទំនងគិតថាវាមានសមត្ថភាពក្នុងការបាញ់ដល់គោលដៅរបស់វាគឺសម្ដៅទៅលើមូលដ្ឋានទ័ពអាមេរិកនិងទ័ពអង់គ្លេសរួមគ្នាលើកោះ Diego Garcia នៃមហាសមុទ្រឥណ្ឌាអ៊ីរ៉ង់ចាត់ទុកថាមីស៊ីលនេះវាជាប្រភេទមីស៊ីលកម្រិត ballistic រយៈចម្ងាយឆ្ងាយប៉ុន្តែគេដឹងថាពីប្រទេសអ៊ីរ៉ង់ទៅតំបន់មហាសមុទ្រឥណ្ឌារហូតដល់មូលដ្ឋានទ័ពអាមេរិកនិងអង់គ្លេសនៅកោះ Diego Garcia នោះវាស្ថិតនៅជាង 4,000 គីឡូម៉ែត្រតែមីស៊ីលរបស់អ៊ីរ៉ង់ប្រភេទចំនួនថ្មី Khorramshahr ចំនួនទី4វារត់បានជាង 2,000 គីឡូម៉ែត្រដែលកំពុងបាញ់ប្រហារទៅលើគោលដៅជាច្រើននៅពាសពេញតំបន់មជ្ឈិមបូព៌ាជាពិសេសទៅលើប្រទេសអ៊ីស្រាអែលតែការវាយប្រហារដោយបាញ់មីស៊ីលពីរគ្រាប់កម្រិត ballistic កូនកាត់ ICBM នេះអ្នកជំនាញមើលឃើញថាអ៊ីរ៉ង់គិតថាមីស៊ីលនេះវាអាចរត់បានដល់ទៅ 4,000 ទៅ 5,000 គីឡូម៉ែត្រតែមីស៊ីលមួយគ្រាប់ដែលវាបានធ្លាក់ដោយឯកឯងនោះវារត់មិនបានដល់ទៅ 4,000 គីឡូម៉ែត្រនោះទេហើយមីស៊ីលមួយគ្រាប់ទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធខែលការពារដែនអាកាសនៃកងនាវាចម្បាំងសហរដ្ឋអាមេរិកគឺខែលការពារ SM-3 ដែលបាញ់ចេញពីនាវាចម្បាំងសហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅតំបន់មហាសមុទ្រឥណ្ឌារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាសអារ៉ាក់ឈីកាលពីដើមឡើយបាននិយាយថាប្រទេសអ៊ីរ៉ង់មានសមត្ថភាពក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ 2,000 គីឡូម៉ែត្រដែលជាការកត់សម្គាល់ថាអ៊ីរ៉ង់មិនស្វែងរកការពង្រីកមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទមីស៊ីល ICBM នោះទេហើយថាអ៊ីរ៉ង់ក៏មិនមែនជាប្រទេសគំរាមកំហែងរហូតដល់ធ្លាក់ទៅដល់សហរដ្ឋអាមេរិកដោយការចោទប្រកាន់របស់មេដឹកនាំអាមេរិកនោះដែរលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបញ្ជាក់ថាអ៊ីរ៉ង់មិនមែនជាប្រទេសគំរាមកំហែងពិភពលោកនោះទេលោកច្រានចោលដាច់ខាតតែការបាញ់មីស៊ីលសម្ដៅទៅលើមូលដ្ឋានទ័ពអាមេរិកនិងទ័ពអង់គ្លេសនៅលើកោះមួយកណ្ដាលមហាសមុទ្រឥណ្ឌានោះដោយមីស៊ីលរបស់អ៊ីរ៉ង់ទាំងពីរគ្រាប់នោះមិនបានបាញ់សម្រេចដល់គោលដៅរបស់ខ្លួននោះវាបង្ហាញថាអ៊ីរ៉ង់មានសមត្ថភាពក្នុងការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយប្រសិនបើអាមេរិកនិងអ៊ីស្រាអែលមិនបានបាញ់កំទេចកម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលប្លង់ ballistic របស់អ៊ីរ៉ង់ទៀតនោះអ៊ីរ៉ង់មានសមត្ថភាពយ៉ាងហោចណាស់3ទៅ4ឆ្នាំ5ឆ្នាំអ៊ីរ៉ង់អាចផលិតបានមីស៊ីលប្រភេទ ICBMមីស៊ីលប្លង់កម្រិត ICBM គេហៅមីស៊ីលប្លង់អន្តរទ្វីបវាអាចរត់បានពី 6,000 គីឡូម៉ែត្រទៅ 10,000 គីឡូម៉ែត្រប្រសិនបើអ៊ីរ៉ង់មានមីស៊ីលប្រភេទ ICBM ដូចនឹងប្រទេសកូរ៉េខាងជើងដូចនឹងប្រទេសរុស្ស៊ីដូចនឹងប្រទេសចិនអ៊ីរ៉ង់អាចនឹងបាញ់ចូលទៅទឹកដីសហរដ្ឋអាមេរិកនេះបើតាមអ្នកជំនាញគិតថាអ៊ីរ៉ង់មិនមានមីស៊ីលប្រភេទ ICBM រយៈចម្ងាយឆ្ងាយនោះទេគឺមានត្រឹមប្រភេទ ICBM ខ្នាតតូចតែប៉ុណ្ណោះហើយគេមិនជឿថាអ៊ីរ៉ង់មានក្បាលគ្រាប់នុយក្លេអ៊ែរនោះទេនៅពេលនេះដែរអ៊ីរ៉ង់ទ្រុឌទ្រោមខ្លាំងណាស់ដោយសារតែការវាយប្រហារពីសំណាក់កងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកប្រើប្រាស់ការបាញ់យន្តហោះយ៉ាងស្រោចមួយថ្ងៃទៅលើប្រទេសអ៊ីរ៉ង់ដែលធ្វើឲ្យអ៊ីរ៉ង់គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត
មូលដ្ឋានទ័ពអាមេរិកនិងទ័ពអង់គ្លេសរួមគ្នានៅលើកោះ Diego Garcia វាជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកដែលជាមូលដ្ឋាននៃកងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក B-52, B-1B និង B-2 Spirit អាមេរិកប្រើប្រាស់មូលដ្ឋាននេះដើម្បីបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដោយបានហក់ចេញយន្តហោះទម្លាក់គ្រាប់បែក3ប្រភេទនេះចេញពីកោះ Diego Garcia នេះដែលវានៅកណ្ដាលនៃមហាសមុទ្រឥណ្ឌាក្នុងពេលជាមួយគ្នានេះក៏គេដឹងថានៅមហាសមុទ្រឥណ្ឌានេះក៏មាននាវាផ្ទុកយន្តហោះរបស់អាមេរិក USS Abraham Lincoln ក៏កំពុងស្ថិតនៅផងដែរ Abraham Lincoln បានដកឆ្ងាយចេញពីសមុទ្រអារ៉ាប់ចូលទៅដល់មហាសមុទ្រឥណ្ឌាផងដែរដោយបារម្ភពីការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសអ៊ីរ៉ង់នេះអ៊ីរ៉ង់ជាប្រទេសដែលមានសក្តានុពលដ៏ខ្លាំងបំផុតនៅតំបន់មជ្ឈិមបូព៌ាដែលមានមីស៊ីលផ្លោងមីស៊ីលគ្រូសច្រើនដល់ទៅពី 3,000 គ្រាប់ទៅ 4,000 គ្រាប់នេះបើយោងតាមចារកម្មរបស់អ៊ីស្រាអែលប៉ុន្តែអ្នកជំនាញមើលឃើញថានៅមុនសង្គ្រាមរបស់រុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនអ៊ីរ៉ង់មានគ្រាប់មីស៊ីលទាំងមីស៊ីលរយៈចម្ងាយមធ្យមមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួននោះគឺអាចមានដល់ទៅ 4,000 គ្រាប់ប៉ុន្តែគេថាអ៊ីរ៉ង់បានលក់មីស៊ីលកម្រិតប្រភេទរយៈចម្ងាយឆ្ងាយទៅឲ្យប្រទេសរុស្ស៊ីមិនតិចជាង 1,000 គ្រាប់នោះទេនៅមុនសង្គ្រាមផ្ទុះឡើងរយៈពេល12ថ្ងៃនៃសង្គ្រាមរបស់អ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់កាលពីខែមិថុនានោះអ្នកជំនាញមើលឃើញថាអ៊ីរ៉ង់មានមីស៊ីលប្លង់ប្រភេទ ballistic មានរហូតដល់ទៅ 3,000 គ្រាប់ប៉ុន្តែនៅក្នុងសង្គ្រាម12ថ្ងៃអ៊ីរ៉ង់បាញ់មីស៊ីលប្លង់កម្រិត ballistic ទៅលើអ៊ីស្រាអែលប្រហែលជា 1,200 គ្រាប់ទៅ 1,300 គ្រាប់នៅក្នុងអំឡុងសង្គ្រាម12ថ្ងៃនោះអ៊ីស្រាអែលបើកការវាយប្រហារកំទេចគោលដៅជាច្រើននៃទីតាំងស្តុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ជាមួយនឹងការដែលសហរដ្ឋអាមេរិកហោះហើរយន្តហោះ B-2 Spirit ទម្លាក់គ្រាប់បែកទម្ងន់13តោនជាច្រើនគ្រាប់កំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងសង្គ្រាមលើកទី2របស់សហរដ្ឋអាមេរិករួមគ្នាជាមួយនឹងអ៊ីស្រាអែលលើកនេះចាប់ពីថ្ងៃទី28កុម្ភៈមកនោះយ៉ាងហោចណាស់គេដឹងថាអ៊ីរ៉ង់នៅសល់គ្រាប់មីស៊ីលប្រមាណជាង 2,000 គ្រាប់នៅសប្តាហ៍ដំបូងនៃសង្គ្រាមផ្ទុះឡើងអ៊ីរ៉ង់បាញ់មីស៊ីលប្រភេទ ballistic និងមីស៊ីល cruise ទៅលើប្រទេសអ៊ីស្រាអែលទៅលើប្រទេសផ្សេងៗទៀតគឺមួយថ្ងៃជាង100គ្រាប់ចាប់តាំងពីសប្តាហ៍ទី2រហូតមកដល់សប្តាហ៍ទី3ចូលដល់សប្តាហ៍ទី4នេះអ៊ីរ៉ង់ធ្លាក់ចូលនៃការបាញ់មីស៊ីលទៅលើប្រទេសអ៊ីស្រាអែលនិងតំបន់មជ្ឈិមបូព៌ាប៉ុន្តែមីស៊ីលដែលអ៊ីរ៉ង់បាញ់ចុងក្រោយនេះសុទ្ធតែមីស៊ីលកម្រិតធ្ងន់ដែលពិបាកក្នុងការចាប់ដោយប្រព័ន្ធខែការពាររបស់អ៊ីស្រាអែលនិងប្រព័ន្ធខែការពាររបស់សហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅតំបន់ឈូងសមុទ្រពាក់ការពារមូលដ្ឋានទ័ពអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនទីបញ្ជាការកងទ័ពសហរដ្ឋអាមេរិកបានអះអាងថាទីតាំងស្តុកគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ជើងទម្រាបាញ់មីស៊ីលនិងប្រព័ន្ធខែការពាររបស់អ៊ីរ៉ង់ត្រូវបានកំទេចស្ទើរតែទាំងស្រុងហើយនៅពេលនេះហើយសមត្ថភាពនៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់បើគិតទៅមិនដល់ 10% នោះទេអ្នកជំនាញមើលឃើញថា2ទៅ3សប្តាហ៍ទៀតអ៊ីរ៉ង់អាចនឹងចុះខ្សោយខ្លាំងបំផុតនៃការបាញ់មីស៊ីលទៅលើគោលដៅសត្រូវរបស់ខ្លួនហើយពេលដែលអ៊ីរ៉ង់ចុះខ្សោយខ្លាំងបំផុតនៃការបាញ់មីស៊ីលទៅលើគោលដៅសត្រូវរបស់ខ្លួនគឺជាការដែលធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែមានប្រៀបខ្លាំងជាមួយនឹងអ៊ីស្រាអែលវាយលុកខ្លាំងលើគោលដៅជាច្រើនដោយប្រើប្រាស់យន្តហោះចម្បាំងកាន់តែមានភាពសេរីនិងសមត្ថភាពខ្ពស់វាយប្រហារទៅលើអ៊ីរ៉ង់ក៏ជាប្រទេសផលិត drone យ៉ាងសម្បើមផងដែរបើនិយាយពីប្រទេសមានតែអ៊ីរ៉ង់ទេដែលមាន drone រយៈចម្ងាយឆ្ងាយអ៊ីរ៉ង់គឺអាចរកឃើញថាមាន drone រហូតដល់ទៅ 80,000 គ្រឿងឯណោះតែនៅពេលដែលរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនរុស្ស៊ីបានព្យាយាមទិញ drone Shahed ពីអ៊ីរ៉ង់ប្រមាណជា 30,000 គ្រឿងឬក៏ 40,000 គ្រឿងអ៊ីរ៉ង់នៅសល់ drone 40,000 គ្រឿងនេះនៅសប្តាហ៍ដំបូងអ៊ីរ៉ង់បាញ់ drone ទៅលើប្រទេសអ៊ីស្រាអែលទៅលើប្រទេសផ្សេងៗទៀតក្នុងមួយថ្ងៃប្រមាណជា 300 គ្រឿងទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាទីតាំងស្តុក drone របស់អារ៉ង់ត្រូវបានកំទេចស្ទើរតែទាំងអស់ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកប្រើប្រាស់ការទម្លាក់គ្រាប់បែកទៅលើទីតាំងរឹងមាំរបស់អារ៉ង់ដែលស្តុក drone ស្តុកគ្រាប់កំភ្លើងស្តុកមីស៊ីលទីតាំងរោងចក្រផលិត drone ផលិតមីស៊ីលនោះរហូតដល់ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit B-1B និង B-52 អ៊ីស្រាអែលក៏បានបើកការវាយប្រហារយ៉ាងចិញ្ច្រុំទៅលើមីស៊ីលនិង drone របស់អារ៉ង់ទីបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅតំបន់មជ្ឈិមបូព៌ាអះអាងថាអ៊ីរ៉ង់បាត់បង់សមត្ថភាពនៃការប្រើប្រាស់ drone យ៉ាងសម្បើមប្រហែលជា 95%
មានន័យថាអេរ៉ង់នៅមានសមត្ថភាពនៃការប្រើប្រាស់ drone ប្រមាណជា 5%អេរ៉ង់ប្រើប្រាស់នៃការបាញ់ drone ទៅលើប្រទេសជាច្រើននៅក្នុងសប្តាហ៍ទី2ទី3នេះគឺមិនដល់50គ្រឿងទេក្នុងមួយថ្ងៃមកដល់ពេលនេះសង្គ្រាមអ៊ីស្រាអែលនិងអេរ៉ង់ចូលដល់ថ្ងៃទី23សង្គ្រាមនៅពេលនេះផ្ដល់សញ្ញាទៅឲ្យសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលថាកំពុងមានព្រៀបខ្លាំងជាងអេរ៉ង់ជាពិសេសគឺសង្គ្រាមលំហអាកាសនិងសង្គ្រាមតំបន់សមុទ្រដែលកងនាវាចម្បាំងកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមានភាពលឺលុបស្ទើរតែគ្រប់គ្រងបានទាំងស្រុងនៃមូលដ្ឋានលំហអាកាសរបស់អេរ៉ង់ហើយនៅពេលនេះ